នេះគឺជារបៀបក្នុងការចាក់ពណ៌ទៅតាមពាក្យកលឹះនិយាយខ្លីគឺ condition format អញ្ចឹងអូម៉ាត់ថាខ្ញុំចង់វាមានពាក្យកលឹះដានហើយនឹងពាក្យ doing តែពេលយើងវាយពាក្យហ្នឹងទៅវាលោតជាពណ៌ចំណាំឲ្យយើងអូខេអញ្ចឹងទី1យើង select យើងចង់បានថា column ណាខ្លះដែលយើងវាយពាក្យកលឹះហ្នឹងទៅឲ្យវាលោតពណ៌យើង select យក column ហ្នឹងមកយើងចង់បានថា column B យើង select column B មកចង់បាន column C យើង select column C មកឬមួយចង់បានដល់តំបន់ណាយើង select ប៉ុណ្ណឹងមកអូខេឥឡូវខ្ញុំselect column ពីរនេះទៅហែមក3ណាអញ្ចឹងពីខ្ញុំ select ហ្នឹងយើងអាចកំណត់បានហើយយើងចូលទៅ conditional formatting បន្ទាប់មកយកពាក្យ highlight ហើយជ្រើសរើសយកពាក្យ text that content ព្រោះតែយើងប្រើជាពាក្យមិនមែនជាលេខទេយើងប្រើពាក្យ text select លើវាមកអញ្ចឹងយើងយកពាក្យណាដែលយើងចង់ដាក់ណាខ្ញុំពាក្យដានណាខ្ញុំពាក្យដានមួយហើយពណ៌នេះវាលោតបើពណ៌ណាពណ៌ផ្កាឈូកដែរខ្ញុំចង់ដូរពណ៌យើងចូលត្រង់នេះហើយយក format custom format បន្ទាប់មកយើងអាចដូរហ្វុងអក្សរកន្លែងនេះគេដូរ color ហ្វុងអក្សរហើយយើងចង់រកហ្វុងអក្សរហ្នឹងអូតូបន្តិចហ្នឹងវាខ្មៅអញ្ចឹងដូរវាខ្មៅយកសមកអញ្ចឹងអក្សរហ្នឹងវាទៅពណ៌សឥឡូវយក fill ណាការចាក់ពណ៌នៅខាងផ្ទៃវាខាងលើហ្នឹង background វាហ្នឹងយើងចង់ដាក់ពណ៌អីក៏បានដែរយើងដាក់ពណ៌ខ្ញុំដាក់ពណ៌នេះផ្ទៃវាពណ៌ខៀវហ្នឹងអូខេមកអូខេមកអញ្ចឹងអត់តែពាក្យដានដែលយើងនៅតំបន់ដែលយើង select មិញហ្នឹងគឺចេញពណ៌ខៀវទាំងអស់នេះថាខ្ញុំវាយពាក្យដាននេះ enter គឺខៀវនេះក៏ចេញខៀវដែរព្រោះតែយើង select យកវា enter មកចេញខៀវត្រឡប់មកវិញអញ្ចឹងដល់ពាក្យអីគេទៅពាក្យ doing អញ្ចឹងពាក្យ doing ខ្ញុំជ្រើសរើសយកcolumn ធំហ្នឹងដែរពី B ដល់ A នេះហើយដល់លេខ13នេះការចាក់ពណ៌ដូចគ្នា select វាហើយយើងចូលទៅ conditional format ទៅដល់យកបន្តមកយក text that content ហើយយើងដូរពាក្យមកយើងចង់បានពាក្យអីវាដាក់ doing doing បន្តមកយើងចង់ដូរពណ៌វាយើងចូលមក custom format ណាក្រោមវា custom format ហ្នឹង filter ហ្នឹងគឺចាក់ពណ៌នៅខាងក្រោយយកពណ៌អីក៏បានយកពណ៌លឿងតើមកយក font មុនក៏បានយក filter មុនក៏បានអូតូនេះគឺអក្សរវាខ្មៅយើងយកពណ៌សមកđó ok đấy đấy bỏ lương nha ở đây dương về tranh bỏ lương chẳng ông mà hai như vai biết đô yên là đấy cứ bỏ lương đàn đấy cứ bỏ bài tòn chẳng ở tất bây giờ vai này ăn chân nhất á đô yên đấy đàn cứ về tranh tờ lơ column ណាដែលយើង select យកទេអញ្ចឹងនឹងគឺជារបៀបនៃការធ្វើ conditional format ហើយយើងចង់ដាក់តែមួយ column ក៏បានដែរយើងយក column នេះយើង select តែមួយមកហើយក្នុងករណីចង់ដោះចេញវិញដោះពណ៌នឹងចេញវិញដោះអីដែលជាប់យើងចេញវិញយើង select ទៅវា select លើសក៏បានដែរក្នុងករណីដោះលើសហ្នឹងក៏បានដែរយើងចូលទៅ conditional format ហើយយកពាក្យ clear role clear role cell វាយពាក្យអីក៏អត់ចេញដែរដល់អេនេះយើង clear អស់ហើយនេះគឺជាការប្រើប្រាស់ conditional format